អត់បានសុខទេជនល្មើសមួយក្រុមបើកការវាយប្រហារសាកលវិទ្យាល័យមួយកន្លែងនៅថៃចាប់ចងសន្តិសុខ2នាក់និងបំផ្ទុះទូ ATM លាន់លឺយ៉ាងកក្រើកផ្អើលទាំងកណ្ដាលអត្រាតនៅប្រទេសថៃមានករណីបំផ្ទុះគ្រាប់បែកយ៉ាងកក្រើកនៅតំបន់ភាគខាងត្បូងប្រទេសបន្ទាប់ពីជនល្មើសមួយក្រុមបានឆ្មក់វាយប្រហារសាកលវិទ្យាល័យមួយកន្លែងហើយចាប់ចងសន្តិសុខចំនួន2នាក់និងបំផ្ទុះទូ ATM មុនពេលគេចខ្លួនបានសម្រេចអាជ្ញាធរថៃបានដាក់ការសន្និដ្ឋានបឋមថាជាស្នាដៃរបស់ក្រុមបង្កអសន្តិសុខឬក្រុមចលនាតស៊ូបំបែករដ្ឋក្នុងនោះបើតាមការចុះផ្សាយរបស់កាសែតថៃហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 00:50 នាទីយប់ឈានចូលថ្ងៃទី7 ខែតុលាឆ្នាំ2025នៅយប់កើតហេតុប៉ូលីសបានទទួលព័ត៌មានពីពលរដ្ឋរាយការណ៍មកថាមានករណីផ្ទុះគ្រាប់បែកលាន់លឺដូចរន្ទះនៅចំណុចទូ ATM របស់ធនាគារ Islamic Bank of Thailand ក្នុងសាកលវិទ្យាល័យ Fatoni ក្នុងឃុំខៅទុំស្រុករ៉ាយ៉ង់ខេត្តប៉ាតានីហើយភ្លាមប៉ូលីសនិងកងកម្លាំងពាក់ព័ន្ធបានចូលទៅកាន់កន្លែងកើតហេតុជាបន្ទាន់តាមការស៊ើបអង្កេតបឋមមន្ត្រីថៃបានបញ្ជាក់ថាមុនពេលកើតហេតុក្រុមជនល្មើសបានដើរចូលពីលើភ្នំខាងក្រោយសាកលវិទ្យាល័យឆ្លងកាត់បរិវេណសាកលវិទ្យាល័យស្រាប់តែជួបសន្តិសុខចំនួន2នាក់មុនពេលកើតហេតុក្រុមជនល្មើសបានដើរចុះពីលើភ្នំខាងក្រោយសាកលវិទ្យាល័យឆ្លងកាត់បរិវេណសាកលវិទ្យាល័យក៏ស្រាប់តែជួបសន្តិសុខចំនួន2នាក់ដែលនៅក្នុងប៉ុស្តិ៍យាមបន្ទាប់មកជនល្មើសបានប្រើអាវុធខ្លីគំរាមបាញ់សម្លាប់និងចាប់ចងសន្តិសុខទាំងពីរទុកនៅក្នុងប៉ុស្តិ៍យាមនោះរួចដកហូតកំភ្លើងចំនួន2ដើមពីពួកគេតាមរយៈវីដេអូដែលថតចេញពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញថាក្រុមនេះបានបន្តសកម្មភាពរបស់ខ្លួនដោយយកគ្រាប់បែកទៅដាក់បំផ្ទុះនៅត្រង់ទូ ATM ដែលស្ថិតនៅជិតប៉ុស្តិ៍យាមនោះបណ្ដាលឲ្យផ្ទុះលាន់លឺសំឡេងយ៉ាងកក្រើកទាំងកណ្ដាលអត្រាតដែលធ្វើឲ្យទូខូចខាតនិងកញ្ចក់បែកខ្ចាត់ខ្ចាយនៅទីកន្លែងកើតហេតុយ៉ាងណាមិញជុំវិញករណីនេះមិនមាននរណាម្នាក់រងរបួសឬស្លាប់នោះទេប៉ុន្តែក្រោយធ្វើសកម្មភាពរួចជនល្មើសបានគេចខ្លួនបាត់ស្រមោលទោះជាយ៉ាងណាកងកម្លាំងសន្តិសុខថៃបានសន្និដ្ឋានថាការវាយប្រហារនេះអាចជាសកម្មភាពរបស់ក្រុមបះបោរដែលតែងតែរកគួនវាយប្រហារនៅទីតាំងនានាជាបន្តបន្ទាប់ធ្វើឲ្យស្ថានភាពនៅតំបន់ភាគខាងត្បូងប្រទេសថៃមានភាពវឹកវរបង្កការភ័យខ្លាចចំពោះប្រជាជន